សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតចូលរួមបច្ច័យ$10,000ជូនដល់គ្រួសារសប្បុរសខ្មែរស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតចូលរួមបច្ច័យ$10,000ជូនក្រុមគ្រួសារសប្បុរសខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃដើម្បីរៀបចំពិធីបុណ្យសពនិងរំលែកការលំបាកផ្សេងៗក្រៅពីនោះលោកហេស៊ូរដ្ឋមន្ត្រីក្រសួងកាងារនិងបន្តបណ្ដាវិជ្ជាជីវៈអភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារដទៃទៀតបានចូលរួមថវិកាសរុបជាង50លានរៀលទៀតស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2025នេះលោកហេស៊ូរដ្ឋមន្ត្រីក្រសួងកាងារនិងបន្តបណ្ដាវិជ្ជាជីវៈតំណាងដល់ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតរួមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យបាននាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាលជូនចំពោះលោកសែនវិតនិងលោកស្រីផិនរីជាឪពុកម្ដាយនៃសពលោកមៀតសាវាងព្រមទាំងក្រុមគ្រួសារស្ថិតនៅក្នុងភូមិបាងឃុំតាគង់ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនៅក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រីក៏បាននាំយកបច្ច័យរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតចំនួន$10,000ជូនក្រុមគ្រួសារនៃសពរួមទាំងថវិការបស់ក្រសួងកាងារនិងបន្តបណ្ដាវិជ្ជាជីវៈចំនួន20លានរៀលថវិការបស់លោកអភិបាលខេត្តចំនួន2លានរៀលថវិការបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបកប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍ចំនួន15លានរៀលព្រមទាំងថវិការបស់សមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា15លានរៀលផងដែរសូមបញ្ជាក់ថាលោកមៀតសាវាងជាពលករខ្មែរមួយរូបត្រូវបានបញ្ជាក់អត្តសញ្ញាណដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រលំគាលបណ្ដាលមកពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃដីដែលវាទាត់ធាក់ប្រពន្ធកូនខ្ចីយ៉ាងព្រៃផ្សៃនៅខេត្តរតនគិរីត្រូវកម្លាំងនគរបាលឃាត់ខ្លួនប្តីដែលវាទាត់ធាក់យ៉ាងព្រៃផ្សៃទៅលើប្រពន្ធមានកូនខ្ចីនៅភូមិប៉ាអឃុំកេរងស្រុកបរោកែងខេត្តរតនគិរីកាលពីថ្ងៃទី31ខែមីនាឆ្នាំ2025ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយស្នងការនគរបាលខេត្តរតនគិរីលោកឧត្តមសេនីយ៍តូអង្គសុភាពបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មាននៃអំពើហិង្សានេះនិងក្រោមការសម្របសម្រួលពីលោកលងហុកមេនព្រះរាជអាជ្ញាអមសាលាខេត្តលោកបានដាក់ប័ណ្ណបញ្ជាឲ្យកម្លាំងអធិការឋាននគរបាលស្រុកបរោកែងធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះទីនជឿនអាយុ56ឆ្នាំជនជាតិទំពួននៅភូមិប៉ាអឃុំក្រុងស្រុកបរោកែងខេត្តរតនគិរីវេលាម៉ោង23:35នាទីនាថ្ងៃទី31ខែមីនាឆ្នាំ2025ជនសង្ស័យបានសារភាពថាខ្លួនបានផឹកស្រាស្រវឹងហើយបានប្រើប្រពន្ធទៅអាំងសាច់ខ្លែនតែប្រពន្ធមិនទៅក៏បានប្រើអំពើហិង្សាវាទៅលើប្រពន្ធឈ្មោះប្រចំហែនអាយុ30ឆ្នាំពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យត្រូវបានមកឃាត់ខ្លួនបន្តអាសន្ននៅអធិការឋាននគរបាលស្រុកបរោកែងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអัยការអមសាលាដំបងខេត្តចាកាទៅតាមច្បាប់ដល់ឡែកជារងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរោកែងនៅព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2025នគរបាលបានចុះទៅសួរសុខទុក្ខនិងនាំយកថវិការបស់លោកលងហុកមេនព្រះរាជអាជ្ញាអមសាលាខេត្តដំបងខេត្តរតនគិរីចំនួន1លានរៀលនិងថវិការបស់លោកឧត្តមសេនីយ៍តូអង្គសុភាពស្នងការនគរបាលខេត្តចំនួន1លានរៀលជូនស្ត្រីរងគ្រោះផងដែរ